ដាណាម៉ាកប្រកាសក្តែងថាអឺរ៉ុបមិនខ្លាចការគំរាមបង្ខិតបង្ខំរបស់លោកត្រាំឡើយស្ថានភាព Greenland នៅតែក្តៅគគុកខណៈប្រធានាធិបតីអាមេរិក Donald Trump នៅតែចិញ្ចឹមចិត្តចង់បានដែនកោះមួយនេះទោះបីតាមរយៈការទិញឬប្រើប្រាស់កម្លាំងយោធាក៏ដោយដល់ថ្នាក់ចុងក្រោយនេះប្រមុខសេតវិមានថែមទាំងប្រកាសយកពន្ធបន្ថែម 10% លើប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបទៀតផងដែលហ៊ានរារាំងផែនការរបស់លោកទោះបែបនេះនាយករដ្ឋមន្ត្រីដាណាម៉ាកលោកស្រី Mette Frederiksen បានចេញមុខបញ្ជាក់ជំហរដោយប្រកាសក្តែងថាអឺរ៉ុបមិនខ្លាចការគំរាមបង្ខិតបង្ខំណាមួយឡើយតាមរយៈសារបង្ហោះលើ Facebook និងយកមកចុះផ្សាយដោយ BBC នៅថ្ងៃច័ន្ទទី19ខែមករាឆ្នាំ2026លោកស្រីសរសេរថាយើងចង់មានកិច្ចសហប្រតិបត្តិការហើយយើងមិនមែនជាអ្នកចង់មានចំនួនទេខ្ញុំពិតជាមានសេចក្តីរីករាយចំពោះសារដ៏ម៉ឺងម៉ាត់និងស្របគ្នាពីបណ្ដាប្រទេសដទៃទៀតនៅក្នុងទ្វីបនេះដែលថាអឺរ៉ុបមិនខ្លាចការគំរាមបង្ខិតបង្ខំណាមួយឡើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវតែរក្សាជំហរឲ្យបានរឹងមាំលើតម្លៃជាមូលដ្ឋានគ្រឹះទាំងឡាយដែលបានបង្កើតឲ្យមានសហគមន៍អឺរ៉ុបឡើងមក